ថ្ងៃនេះគឺយើងដល់មេរៀនមូលដ្ឋានគ្រឹះនៃ Microsoft Office Excel 2016ដោយការពីវីដេអូមុនយើងបានបញ្ចប់ទៅលើមូលដ្ឋានគ្រឹះMicrosoft Office Word 2016ហើយអញ្ចឹងថ្ងៃនេះគឺចូលដល់មេរៀនថ្មីមេរៀន Excel ខ្ញុំសូមនិយាយកាត់ទៅគឺមេរៀន Excel 2016អញ្ចឹងដើម្បីដឹងពីកម្មវិធី Microsoft Excel 2016យ៉ាងម៉េចហើយនឹងយមន័យពីម៉េចយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងខ្ញុំសូមចូលដល់និយោគ្រឹះនៃ Microsoft Excel 2016គោលបំណងមេរៀនបន្ទាប់ពីបានសិក្សាមេរៀនទី1នេះលោកអ្នកនឹងមានសមត្ថភាពដូចខាងក្រោមអញ្ចឹងទី1យល់ដឹងពីអត្ថន័យនិងអត្ថប្រយោជន៍នៃកម្មវិធី Microsoft Excel 2016បើកនិងបិទកម្មវិធី Microsoft Excel 2016តាមលំដាប់លំដោយបើកឯកសារមានស្រាប់យកមកធ្វើការបន្តប្រើប្រាស់ជួរឈរនិងជួរដេកនៃសម្លាក់កិច្ចការប្រាប់ពីប្រភេទតន័យនិងបញ្ចូលតន័យប្រើប្រាស់ border បង្កើតតារាងនិងប្រើប្រាស់ sort បានត្រឹមត្រូវតាមរយៈការតម្រៀបតន័យនិងរៀបចំសម្លាក់កិច្ចការសម្រាប់ការបោះពុម្ពនិងកំណត់ក្បាលទំព័រនិងជើងទំព័រជ្រើសរើសម៉ាស៊ីនបោះពុម្ពនិងកំណត់ទំព័រប្រភេទกระดาษចំនួនសម្លាក់និងផ្សេងៗទៅអញ្ចឹងកម្មវិធី Microsoft Excel នេះគឺយើងប្រើប្រាស់បានច្រើនកាលពីវីដេអូមុនយើងបានរៀនទៅលើ Word យើងគិតថាកន្លែង Table គឺពិបាកក្នុងការបំពេញទិន្នន័យជាង Excel អញ្ចឹង Excel យើងមាន function ទៅលើការបំពេញទិន្នន័យទៅលើការបែបបត់នៃការធ្វើការងារគឺងាយស្រួលជាង Word មែនតើអញ្ចឹងបងប្អូនដែលធ្លាប់បានសិក្សាពីមុនមកគឺអាចនឹងយល់ខ្លះទៅលើកម្មវិធី Microsoft Excel 2016បន្តមកទៀតគឺមេរៀនទី1ដដែលមូលដ្ឋានគ្រឹះនៃ Microsoft Excel 2016ដែរគឺ 1.1 និយមន័យកម្មវិធី Microsoft Excel 2016អញ្ចឹងនិយមន័យគឺកម្មវិធីបង្កើតឡើងដោយក្រុមហ៊ុនសាជីវកម្មមួយឈ្មោះថា Microsoft Corporation ហើយវាជាកម្មវិធីមួយដែលស្ថិតក្នុងចម្ពោះសៀវភៅបញ្ជីអូខេកម្មវិធីនេះបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងគោលបំណងបង្កើតតារាងនិងសង់ graphic វិភាគទិន្នន័យស្រង់ទិន្នន័យគណនាទិន្នន័យគ្រប់គ្រងសន្និធិទំនិញបញ្ជីទិញលក់បញ្ជីគណនេយ្យនិងបញ្ជីប្រាក់ខែបុគ្គលិកបាទអញ្ចឹងមានន័យថាកម្មវិធី Excel គឺយើងប្រើបានច្រើនទៅលើការកត់ត្រាទៅលើគណនេយ្យទៅលើបញ្ជីលក់ចេញចូលបញ្ជីវត្តមានបញ្ជីបុគ្គលិកជាប្រាក់ខែផ្សេងៗគឺយើងប្រើបានច្រើនមែនតើទៅលើកម្មវិធី Microsoft Excel ហើយនឹងយើងប្រភេទទិន្នន័យចង់សងក្រាបស្រង់ឆាតយើងគឺមានស្រួលក្នុងការវិភាគឬក៏ងាយស្រួលក្នុងការមើលទិន្នន័យផ្សេងៗអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងរៀនពីរបៀបបើកបិទនិងរបៀបចូលប្រើប្រាស់កម្មវិធីបន្តពីមួយជំហានទៅមួយជំហានលម្អិតបងប្អូនបានទស្សនាហើយនឹងយល់និងអាចអនុវត្តបានដោយខ្លួនឯងដោយមិនបាច់ចាំបាច់ចំណាយថវិកាឬក៏ពេលវេលាទៅរៀននៅសាលាឬក៏រៀនតាមអនឡាញផ្សេងៗទៀតអញ្ចឹងចុងក្រោយសូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានការឆ្ងល់ឬក៏មានសំណួរចង់សួរបងប្អូនអាច comment នៅខាងក្រោមបានហើយបងប្អូនសូមបងប្អូនជួយចុច like ចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗនៅពេលដែលខ្ញុំបង្ហោះវីដេអូជាបន្តទៀតជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា